សួស្តីបងប្អូនទាំងអស់គ្នាតោះអញ្ចឹងយើងនេះមកទស្សនារបៀបដោះស្រាយប្រព័ន្ធសមីការដែលលេខទី1មានពីអាញ្ញត្តិតាមរបៀប graphic តោះពិសេសបងប្អូនទី9ណាយើងចិត្តដល់ថ្ងៃប្រឡងបញ្ចប់ហើយតោះអញ្ចឹងយើងអាចទស្សនាទាំងអស់គ្នាតោះអញ្ចឹងជាដំបូងគឺយើងត្រូវទាញរកតម្លៃ x ឬក៏តម្លៃ y របស់សមីការនីមួយៗបន្ទាប់មកពេលយើងទាញវាហើយវាចូលតម្រង់ជាសមីការបន្ទាត់បន្ទាប់មកយើងឲ្យតារាងតម្លៃលេខដោយសមីការបន្ទាត់អញ្ចឹងតោះអញ្ចឹងយើងអាចមើលរបៀបដោះស្រាយខាងក្រោមបានបាទនេះយើងទាញសមីការទី2មួយទៀតអញ្ចឹងពេលយើងទាញសមីការទី2បានហើយយើងចាប់ផ្ដើមឲ្យតារាងតម្លៃលេខ x និង y បើ x 0 y ស្មើដល់4ហើយបើ x 3 y ស្មើដល់2តោះមកយើងយកវាសង់លើ graphic យើងតោះអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមធ្វើការសង់អញ្ចឹងរបៀបសង់ប្រកាសជាបងប្អូនចេះសង់ណាតោះយើងករណីសង់បន្តទី1 x 0 y 7អញ្ចឹងយើងបានចំណុចនៅលើ coordinate អក្សរត្រង់លេខ7ហើយ x 1 y 4តោះអញ្ចឹងយើងសង់ដូចគំរូខាងក្នុងវីដេអូហ្នឹងទៅយើងអាចមើលបានតោះតមកយើងចាប់ផ្ដើមគូបើយើងបានបង្កើតបាន2ចំណុចយើងចាប់ផ្ដើមគូបន្ទាត់មួយតោះហើយបន្ទាត់ទី2គឺ x 0 y ដក4តោះហើយមួយទៀត x 3 y ដក2អញ្ចឹងយើងអាចមើលគំរូបាទការសង់ខាងក្រោមនេះបានតោះអញ្ចឹងពេលយើងបាន2ចំណុចហើយតោះយើងចាប់ផ្ដើមគូភ្ជាប់ទៅតោះយើងនឹងប្រកាសជាឃើញចំណុចប្រសពគ្នាណារវាងបន្ទាត់ទាំងពីរនោះអញ្ចឹងកន្លែងចំណុចប្រសពនោះហើយគឺជាចម្លើយមានប្រសពត្រង់ដេកស្មើ3ហើយនឹងអក្សរស្មើដល់2អញ្ចឹងប្រព័ន្ធសមីការយើងមានគូចម្លើយ3ដក2